ba rồi sự đây bằng ôn về bật còn nó bao phần này lang bắp mơ bò miên khơi và phò prong priệt chỉ kia bạch tí và bình bản đại thành công vẽ bòn cả chập luôn trên si và chẳng miền mà tệ tôi đã một nét khác tao có thà chập luôn hơi nó bị chun từ dùng tam cassette chạy na ấy na để chừng chơi đâu chơi khác thái mình chập đi và cứ chỉ là bệnh riêng chập mình chập rư có chập vì ai lẹ bằng thì khai bànแต่มันai lẹ bằng សហរដ្ឋអាមេរិកបានទេអានឹងបងប្អូនយល់ទី1ណាទោះបីជាបើសិនជាមិនចាប់ហើយថាចាប់ក៏ខ្ញុំចង់និយាយថាលាក់បាំងតែជាប្រវត្តិខ្មែរទេតែมันអាចលាក់បាំង SEI បានទេมันអាចលាក់បាំងសហរដ្ឋអាមេរិកបានទេអញ្ចឹងបងប្អូនបាច់បារម្ភពេកជជែកគ្នាបែកខ្ទិះរឿងចាប់ឬមិនចាប់ទេប៉ុន្តែយើងឥឡូវយើងនិយាយអំពីការចាប់មូលហេតុអីបានចាប់ចុះពីមុនមិនក៏មិនចាប់វាសិតតែមានដើមចំរឿងរបស់វាព្រោះចេនសាញ់ភ័យខ្លួនចេនសាញ់កំពុងតែដេកមិនលក់បក់មិនហើយតាមព័ត៌មានមករៀកនោមរៀកអាចដាក់ខោបដាហើយភ័យណាស់នៅពេលដែលសហរដ្ឋអាមេរិកទៅចាប់លោក Maduro ធ្វើឲ្យហ៊ុនសែនភ្ញាក់ព្រឹត្តដែលធ្លាប់និយាយថាអូអធិបតេយ្យប្រទេសកម្ពុជាគឺគ្មានប្រទេសណាអាចមកជ្រៀតជ្រែកអធិបតេយ្យភាពអានឹងនិយាយបានកាលពីមុនគណៈបកប្រជាធិបតេយ្យដឹកនាំប្រទេសអូហ៊ុនសែនសូត្រព្រោះគណៈបកប្រទេសកម្ពុជាជាក្រិតជាធិបតេយ្យគឺមិនអាចមានប្រទេសណាគេស្អីណាអានឹងកាលពីជូអៃដិនកាន់ណាចណាអូនិយាយជ្រៀងព្រោះបាទជ្រៀងព្រោះណាប៉ុន្តែឥឡូវនេះ Trump សាធារណរដ្ឋបាទអញ្ចឹងជ្រៀងលេងព្រោះហើយឥឡូវនេះហើយស្រាប់តែភ្ញាក់ខ្លួនព្រឺតនៅពេលដែលចាប់មេដឹកនាំ Venezuela ដូច្នោះមូលហេតុអីបានជាលោកហ៊ុនសែនត្រូវបញ្ជូនខ្លួនចាប់បញ្ជូនខ្លួនទៅចិនមុនទី1គឺចេនសាញ់ខ្លាចសហរដ្ឋអាមេរិកចាប់ខ្លួនចេនស៊ីមុនកាលណាចាប់ខ្លួនសហរដ្ឋអាមេរិកចាប់ខ្លួនអញ្ចឹងច្បាស់ណាស់ 100% ទៅចាប់ខ្លួនហ៊ុនសែនហើយនឹងបកពួកមួយចំនួនទៀតដូច្នេះគាត់ត្រូវចាប់ឲ្យចិនមុនដើម្បីបំបត្តិផុសតាងហើយបងប្អូនដឹងហើយចិនពួកបើកឲ្យប្រព្រឹត្តនៅលបែងឆោបបោកតាមព័ន្ធអនឡាញលៀងលុយអីហ្នឹងគឺចិនឲ្យធ្វើប៉ុន្តែកុំឲ្យមានបញ្ហាចិនមិនឲ្យមានបញ្ហាដល់ប្រទេសចិនទេអ្នកឯងធ្វើបានប៉ុន្តែធ្វើដោយកុំឲ្យគេដឹងស្ងាត់ស្ងៀមប៉ុន្តែពេលគេដឹងហើយកុំឲ្យមានបញ្ហាដល់អញណែបងប្អូនក្រុមពួកអ្នកលេងគឺអញ្ចឹងឧទាហរណ៍ថានៅក្នុងប្រទេសកម្ពុជាពួកអ្នកលក់គ្រឿងញៀនចែកចាយគ្រឿងញៀននៅក្នុងប្រទេសកម្ពុជាពេលដែលគេចាប់បានចូលគុកគឺចូលគុកសិនទៅអត់មានឆ្លើយដាក់គ្នាអ្នកណាអ្នកណីជាបណ្ដាញទេពួកហ្នឹងគឺជាច្បាប់ពួកអ៊ុក្រិតជនពួកឆោបបោកពួកចាប់ចម្រិតអីហ្នឹងគឺច្បាប់របស់គេគឺអញ្ចឹងបើអ្នកឯងនិយាយគឺស្មើនឹងស្លាប់អញ្ចឹងហើយបានជាពួកហ្នឹងមិននិយាយទេវាសុកចិត្តចំណាយលុយទៅចិញ្ចឹមនៅក្នុងគុកវាសុកចិត្តចំណាយលុយចិញ្ចឹមនៅក្នុងគុកតែវាមិនឲ្យមានបញ្ហាដល់ទេដូចជា Gen Z អញ្ចឹង Gen Z ហ៊ុនសែនគិតខ្លួនថាពេលដែលចាប់ Gen Z បញ្ជូនទៅប្រទេសចិនវាមិនពាក់ព័ន្ធដល់របបត្រកូលហ៊ុនអានឹងជាការគិតរបស់ចេនសាញ់បាទគិតរបស់ចេនសាញ់